ថ្ងៃនេះយើងចូលមករៀនពាក្យថ្មីមួយទៀតគឺ to define someone ឬក៏ something ដែលមានន័យជាភាសាខ្មែរថាផ្កើននឹងមានន័យថាយើងធ្វើអ្វីមួយជំទាស់នឹងបំណងរបស់គេអត់ចង់ឲ្យយើងធ្វើអីយើងធ្វើអាហ្នឹងពាក្យខ្មែរយើងថាផ្កើនហើយឥឡូវយើងមកមើលឧទាហរណ៍ He defies his teacher by continuing to speak loudly ឃើញទឹកមុខកូនសិស្សនឹងរៀងផ្កើនដាក់គ្រូគាត់ឯងលើកដៃហាមាត់និយាយនោះអញ្ចឹងយើងអាចបកប្រែជាភាសាខ្មែរថាគាត់ផ្កើនដាក់គ្រូរបស់គាត់ដោយនៅតែនិយាយលឺឬក៏និយាយខ្លាំងដែលប្រហែលជាគ្រូរបស់គាត់នឹងហាមគាត់ថាកុំឲ្យនិយាយលឺខ្លាំងពេកប៉ុន្តែគាត់នៅតែនិយាយលឺអាហ្នឹងពាក្យខ្មែរយើងថាផ្កើនតែភាសាអង់គ្លេសថា he defies his teacher ហ្នឹងមិញយើងបង្ហាញពាក្យ defy ជាកិរិយាសព្ទឥឡូវយើងបង្ហាញពាក្យ defiant ជាគុណនាមម្ដងគុណនាមមានន័យថាបញ្យលន័យឲ្យនាមShe spoke in a defiant tone, refusing to apologize. អញ្ចឹងក្នុងករណីហ្នឹងពាក្យ defiant ហ្នឹងបញ្យលន័យឲ្យ tone ហ្នឹងមានថាសំឡេងគាត់គឺសំឡេងពោពេញដោយភាពផ្កើនអញ្ចឹងយើងអាចបកប្រែថាគាត់និយាយសំឡេងផ្កើនដោយមិនព្រមធ្វើការសុំទោសគាត់នឹកឃើញទឹកមុខគាត់ហ្នឹងក៏បង្ហាញអំពីភាពផ្កើនដែរអញ្ចឹងយើងអាចមើលរូបភាពហ្នឹងយើងយល់ពីខ្លឹមសារពាក្យថាផ្កើនហ្នឹងមិនហីឥឡូវយើងចូលមកដល់ឧទាហរណ៍មួយទៀតដោយ Charles gave a defiant look to his teacherអញ្ចឹងក្នុងករណីហ្នឹងពាក្យ defy ហ្នឹងនៅតែជាគុណនាមដដែលគឺគុណនាមបញ្យលន័យឲ្យពាក្យ look ហ្នឹងមានន័យថាទឹកមុខពោពេញដោយភាពផ្កើន The child gave a defiant look to his teacher អញ្ចឹងយើងអាចបកប្រែបានថាគាត់បង្ហាញទឹកមុខផ្កើនដាក់គ្រូរបស់គាត់ចំណែករូបភាពចុងក្រោយនេះបង្ហាញអំពីខ្សែស្រឡាយនៃពាក្យ defy មានពាក្យ defy ជាកិរិយាសព្ទ defiant ជាគុណនាម defiance ជានាមហើយនឹងពាក្យ defiantly ជាគុណកិរិយាដែលភាសាអង់គ្លេសហៅថា adverb ហ្នឹងសូមអរគុណដែលបានទស្សនាសូមរងចាំជួបគ្នាក្នុងមេរៀនបន្ទាប់